ជំរាបសួរបងប្អូនដល់គ្នាថ្ងៃនេះគឺខ្ញុំបាននាំបងប្អូនយើងដើម្បីមករើសសម្រាមនិយាយឲ្យចំចិត្តទៅគឺកន្លែងស្អាតគឺមិនគួរមានសម្រាមទេគឺខ្ញុំបានធ្វើផ្លាក banner នេះហើយកន្លែងស្អាតគឺមិនគួរមានសម្រាមសោះតែម្ដងអញ្ចឹងបងប្អូនដល់គ្នាពេលដែលមកលេងនៅទីកន្លែងនេះសូមមេត្តាកុំចោលសម្រាមអ្វីដែលយើងអាចយកមកគឺយើងអាចយកទៅវិញបានអញ្ចឹងដូចនៅកន្លែងនេះអញ្ចឹងគឺស្អាតមែនតើតែគួរឲ្យស្ដាយដែលបងប្អូនខ្លះទៀតដែលគាត់អត់បានយកទៅវិញគឺគាត់ទុកចោលពីវាពីការតែម្ដងអញ្ចឹងខ្ញុំមកលេងកន្លែងនេះគឺខ្ញុំចង់ឲ្យកន្លែងនេះស្អាតអត់មានសម្រាមអញ្ចឹងក៏ខ្ញុំបានដឹកនាំគ្នា4-5នាក់នេះមកជួយសម្អាតកន្លែងនេះអញ្ចឹងខ្ញុំសង្ឃឹមថាធ្វើវីដេអូនេះទៅគឺពុកម៉ែបងប្អូនឈប់យកសម្រាមមកចោលនៅលើភ្នំនេះទៀតអញ្ចឹងឥឡូវបញ្ចប់ពីវីដេអូនេះទៅគឺពួកយើងនឹងដើររើហើយយើងបានត្រៀមថង់សម្រាមមកច្រើនមែនទែនចឹងសំណពរទៅដល់បងប្អូនដែលមកលេងនៅខាងទឹកជ្រូកផ្អោកណាសូមមេត្តាកុំចោលសម្រាមផ្ដេសផ្ដាស់គឺបរិស្ថានស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នាចឹងឥឡូវយើងចាប់ផ្ដើមតែម្ដងតោះខ្ញុំជឿថាគ្មានអ៊ំណាគាត់យកសម្រាមមកចោលនៅលើទីនេះទេគឺមានតែក្មេងៗដែលជំទង់ដែលគាត់ឡើងមកលើភ្នំនេះណាព្រោះរសារភ្នំនេះគឺផ្លូវឡើងវាពិបាកមែនតើវាមានល្អិលមានថ្មមានស្លែមានអីចឹងទៅប៉ុន្តែទេសភាពនៅកន្លែងនេះស្អាតមែនតើគឺការខ្ញុំទៅលើកមុនហ្នឹងខ្ញុំឃើញទេសភាពស្អាតតែមិនគួរណាមានសម្រាមអញ្ចឹងបានជាខ្ញុំមកលើកទី3បើនិយាយទៅប៉ុន្តែខ្ញុំឡើងនៅលើភ្នំនេះលើកទី2ហើយចឹងសម្រាប់ភ្នំនេះគឺស្អាតណាស់មិនគួរណាមានសម្រាមទេចឹងខ្ញុំធ្វើវីដេអូនេះគឺមិនមែនថាខ្ញុំរើសសម្រាមនៅជុំវិញនេះអស់ 100% ទេគឺអ្វីដែលយើងអាចធ្វើបានយើងជួយផ្សព្វផ្សាយថាពុកម៉ែបងប្អូនក្មួយៗដែលគាត់ទៅលេងនៅលើភ្នំនេះសូមមេត្តាកុំចោលសម្រាមនៅទីកន្លែងនេះអីអាចយកទៅក្រោមវិញគេមានធុងសម្រាមសម្រាប់ដាក់យើងណាចឹងសម្រាប់បងប្អូនដែលទៅលេងទឹកជ្រូកផ្អោកបងប្អូនខ្លះគាត់អាចឡើងមកដល់លើភ្នំនឹងទេឡើងតតែផុតទឹកធ្លាក់មកឃើញភ្នំនឹងហើយឆ្វេងដៃហើយខ្ញុំក៏បានចងផ្លាកមួយនៅលើផ្លូវបំបែកដែលឡើងមកភ្នំហ្នឹងគឺកន្លែងស្អាតមិនគួរមានសម្រាមយកមកបានយកទៅវិញបានហើយយើងដាក់ផ្លាកហាមចោលសម្រាមប៉ុន្តែថ្ងៃនេះគឺខ្ញុំបានដឹកនាំគ្នាមានខ្លឹមសារមានថាវីមានបងតារាមានគេហៅថាបងប្អូនយើងចូលរួមជាមួយនឹងខ្ញុំនឹងបានច្រើនអ្នកដែរដើម្បីមកជួយសហការនេះរើសសម្រាមអញ្ចឹងថ្ងៃនេះគឺជា trip មួយដែលខ្ញុំដើរលេងផងហើយនឹងចូលរួមរើសសម្រាមផងព្រោះខ្ញុំឃើញទេសភាពកន្លែងនេះស្អាតមែនតើអញ្ចឹងទៅខ្ញុំមានគោលកំណត់មួយគឺថាបើយើងអាចយកសម្រាមពីលើនេះចុះទៅក្រោមទៅវាស្អាតព្រោះធម្មតានៅលើភ្នំបើយើងថតពីលើទៅអត់ឃើញសអញ្ចឹងគឺស្អាតមែនតើជាមួយនឹងធម្មជាតិអញ្ចឹងខ្ញុំសង្ឃឹមថាធ្វើវីដេអូនេះទៅបងប្អូនដែលគាត់ទៅលេងហ្នឹងគាត់នឹងយល់ថាសម្រាមបរិស្ថាននេះហ្នឹងគឺសំខាន់មែនតើបរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នាទេគឺយើងជួយគ្នាម្នាក់ម្ដាយមួយជើងអញ្ចឹងពេលដែលណាយើងយកអីមកញ៉ាំបាននៅទីនេះហើយយើងអាចយកទៅដាក់ធុងសម្រាមនៅក្រោមវិញបានហើយខ្ញុំសង្ឃឹមថានឹងលែងមានការចោលសម្រាប់ពីវាពីការទៀតនៅក្នុងតំបន់នេះចឹងក្នុងវីដេអូនេះសូមអរគុណមែនតើសម្រាប់អ្នកចូលរួមហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយ share វីដេអូនេះឲ្យពេលខ្លះក្មួយយើងភ្ញាក់រលឹកឡើងវិញការចោលសម្រាមគឺវាប៉ះពាល់មែនតើទៅដល់ធម្មជាតិនៅថ្ងៃអនាគតថ្ងៃខាងមុខទៅគឺពុពេញទៅដល់សម្រាមហើយអញ្ចឹងយើងគួរតែបញ្ឈប់ចាប់ពីថ្ងៃនេះតទៅចង់អរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដានវីដេអូពូរីខ្មៅអរគុណជម្រាបលាបាយបាយ